លោកគ្រូតានិស្សិតគូមានបុគ្គលិកលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីឲ្យពួកគាត់ជោគជ័យក្នុងការសិក្សានៅក្នុងដេប៉ាតឺម៉ង់មួយនឹងអូខេអញ្ចឹងដើម្បីនិស្សិតទទួលបានជោគជ័យហ្នឹងពួកគាត់ដាច់ខាតត្រូវតែមានតកតងនឹងការប្រឹងប្រែងយរួមគឺអ្នកដែលជោគជ័យគឺជាមនុស្សដែលមិនចុះចាញ់មិនរាថយអញ្ចឹងមានថាសិក្សារយៈពេល4ឆ្នាំអញ្ចឹងគាត់ត្រូវប្រឹងប្រែងតាំងពីឆ្នាំទី1រហូតដល់ឆ្នាំបញ្ចប់ហើយគាត់ត្រូវទទួលស្គាល់ខ្លួនឯងថាគាត់នៅខ្វះខាតអីអញ្ចឹងគាត់ត្រូវតែពង្រឹងខ្លួនឯងចំណុចហ្នឹងទៅនេះគាត់នឹងទទួលបានជោគជ័យហើយអញ្ចឹងមនុស្សគឺមានពីរប្រភេទអ្នកមួយគឺមានថាមានអំនួតទោះបីជាគាត់ប្រកែក៏ដោយប៉ុន្តែបើគាត់មិនប្រឹងប្រែងមិនតស៊ូមិនព្យាយាមទេគាត់ច្បាស់ជានៅពេលណាមួយគាត់នឹងអាចថាទទួលបរាជ័យដោយភាពអំនួតខ្លួនឯងប៉ុន្តែមនុស្សមួយប្រភេទទៀតឬក៏និស្សិតប្រភេទទៀតហ្នឹងគឺគាត់យល់ច្បាស់ពីខ្លួនឯងតែគាត់ថាគាត់ពិតជាខ្សោយមែនប៉ុន្តែគាត់មិនបោះបង់អញ្ចឹងគាត់នឹងបន្តប្រឹងប្រែងសិក្សានេះជាយាមព្រោះថាជំនាញវិស្វកម្មជំនាញហ្នឹងគឺត្រូវការនិស្សិតហ្នឹងគឺត្រូវតែមានការអត់ធ្មត់តស៊ូព្យាយាមហើយនឹងប្រឹងប្រែងអរគុណ ចាលោកគ្រូ